dương do đọc mũi đời xa ấy đời xa ân ấy cái lấy nè vì miền xây nhà rư mà bà rư mà chẳng dương do tầng pì đập mũi cái gió đập vào mũi cái gió bàแต่បើសិនvìអត់មានឬស្មើមកទេអានឹងយើងអត់យកទេ11នឹងអត់យកទេបំរាប់ដែលយើងអាចប្រាប់គេដើម្បីទាញយកតម្លៃ n គឺមាន2ណាទី1គឺបំរាប់មួយនេះហើយទី2គឺ n ជាចំនួនគុណយើងវិភាគលើពាក្យថាធំបំផុតពាក្យថាធំបំផុតកន្លែងនេះគឺវាអាស្រ័យលើខ្ទង់រយរបស់វាកន្លែងនេះសួស្តីបងប្អូនថ្នាក់ទី7ទាំងអស់គ្នាវីដេអូនេះយើងមកកែលំហាត់ទី7ដែលលោកគ្រូបានដាក់ឲ្យបងប្អូនសាកល្បងធ្វើអញ្ចឹងសម្រាប់បងប្អូនដែលបានរៀនធ្វើហើយចាំផ្ទៀងផ្ទាត់ចម្លើយជាមួយលោកគ្រូទាំងអស់គ្នាណាលំហាត់ទី7គេឲ្យ11តូចជាងឬស្មើ n តូចជាងឬស្មើ16បាទនេះគេឲ្យមកបែបនេះមានន័យថា n យើងយកតម្លៃពី11រហូតដល់16យើងយក11ដោយសារអីដោយសារ n នេះកន្លែងនេះវាមានសញ្ញាឬស្មើបាទបើឬស្មើអញ្ចឹងយើងយកទាំងពីរ11ក៏យក16ក៏យកបាទប៉ុន្តែបើសិនតែវាអត់មានឬស្មើមកទេអាហ្នឹងយើងអត់យកទេ11នឹងអត់យកទេបាទសំណួរទីករកតម្លៃ n បើ n ជាចំនួនគុតបាទចំនួនគុតអញ្ចឹងយើងទៅសេសំណួរគេមកវិញសិនណាយើងអាចទៅសេត្រឹមប៉ុណ្ណេះមកវិញក៏បានរកតម្លៃ n បន្ទាប់ពីទៅសេសំណួរហើយយើងត្រូវតែរកតំណតំណងណាដែលអាចទាញឲ្យយើងយកតម្លៃ n ហ្នឹងទៅបង្ហាញគេបានអញ្ចឹងមានបំរាប់គឺមាន2ណាទី1គឺបំរាប់មួយនេះហើយទី2គឺ n ជាចំនួនគុណបាទអញ្ចឹងបងអូនត្រូវតែប្រាប់កន្លែងនេះបាទលក្ខខណ្ឌទាំងពីរនេះអញ្ចឹងយើងទៅសេមកយើងមាន11តូចជាងឬស្មើ n តូចជាងឬស្មើ16បាទហ្នឹងយើងប្រាប់ទី1ទី2 n ជាចំនួនគុតបាទអញ្ចឹងពីលក្ខខណ្ឌនេះយើងអាចទាញយកតម្លៃ n បានហើយបាទលក្ខខណ្ឌទី1វាបញ្ជាក់ថា n នេះយកចាប់ពីលេខ11រហូតដល់លេខ16បាទលក្ខខណ្ឌទី2 n ជាចំនួនគុតអញ្ចឹងយើងស្រង់យកលេខគុតបើសិនជាវាអត់មានលក្ខខណ្ឌ n ជាចំនួនគុតមកទេអញ្ចឹងកន្លែងនេះយើងមិនអាចពង្រីវាបានអស់ទេដោយសារអីដោយសារចាប់ពីលេខ11រហូតដល់លេខ16គឺវាមានលេខជាច្រើននៅក្នុងហ្នឹងបាទមានចំនួនជាច្រើនដែលមានចំនួនគុតផងហើយចំនួនទស្សភិកផងអញ្ចឹងកន្លែងនេះវាចាំបាច់នៅត្រង់លក្ខខណ្ឌនេះមួយបាទគេបញ្ជាក់ថាជាចំនួនគុតអញ្ចឹងយើងយកតែជាចំនួនគុតមកទេបាទអញ្ចឹងយើងឆ្លើយមកតែម្ដងមកគេបានបាទយើងឆ្លើយចម្លើយមកដូចនេះបាទសំណួរទីករបស់យើងគឺចប់ប៉ុណ្ណឹងអញ្ចឹងបងប្អូនផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាថាត្រឹមត្រូវឬក៏ខុសបើសិនតែមានខុសឆ្គងកន្លែងឆ្លើយនេះបងអូនកែសម្រួលផងណាអូខេឥឡូវយើងចូលសំណួរទីខគេសួរថារកតម្លៃ n បើ n ជាចំនួនគុតគូបាទកន្លែងនេះគេយកលក្ខខណ្ឌ n ជាចំនួនគុតហើយគូណាបាទអញ្ចឹងយើងស្រង់យកលេខណាដែលគូមកអញ្ចឹងយើងទៅសេសំណួរគេសិនដោយសារ n ជាចំនួនគុតគូដែល11តូចជាងឬស្មើ n តូចជាងឬស្មើ16អញ្ចឹងកន្លែងនេះយើងអត់យកលេខ11មកទេដោយសារអីដោយសារ n នេះត្រូវតែចំនួនគុតគូបាទទោះបីជាកន្លែងនេះយើងមានសញ្ញាឬស្មើមកក៏ដោយក៏យើងអត់យកដែរបាទគឺយើងយកតែចំនួនគុតគូមកទេបាទអញ្ចឹងយើងទាញយកតែម្ដងមកគេបាន n របស់11អត់យកទេអញ្ចឹងយក12 14ហើយនឹង16បាទយើងចប់ប៉ុណ្ណឹងយើងចូលសំណួរទីករកតម្លៃ n បើ n ជាចំនួនគុត40បាទយើងត្រូវតែសេសំណួរគេមកវិញសិនណា
រកតម្លៃ n បន្ទាប់ពីសរសេរសំណួររួចយើងត្រូវតែប្រាប់បំរាប់ណាដែលអាចឲ្យយើងទាញយកតម្លៃ n របស់យើងអញ្ចឹងបំរាប់ដែលគេប្រាប់នៅក្នុងសំណួរទីកគឺ n ជាចំនួនគុណសេសអញ្ចឹងសរសេរមកដោយ n ជាចំនួនគុណសេសបាទចំនួនគុណសេសបំពេញលក្ខខណ្ឌ11តូចជាងឬស្មើ n តូចជាងឬស្មើ16អញ្ចឹងយើងយកតែលេខណាដែលសេសមកនៅចន្លោះចាប់ពី11ដល់16 16យើងអត់យកទេដោយសារវាគូអញ្ចឹងយកតែលេខសេសមកគេបាន n របស់បាទ11យើងយកដោយសារវាសេស11បាទយើងឆ្លើយមកដូចនេះបាទលំហាត់របស់យើងលំហាត់ទី7យើងចប់ប៉ុណ្ណឹងហើយអញ្ចឹងយើងចូលលំហាត់បន្តទៀតយើងដាក់លំហាត់ទី8ណាបាទលំហាត់ទី8 x ជាចំនួនគុតដែលមានលេខ3ខ្ទង់បាទអញ្ចឹងវាមានយើងគូប្រអប់3មកបាទប្រអប់ទាំង3ហ្នឹងបង្កើតបានជាតម្លៃ x អញ្ចឹងវាមានខ្ទង់រាយខ្ទង់10ខ្ទង់100គេដឹងថាលេខទាំង3ខ្ទង់គឺជាលេខខុសៗគ្នាបាទន័យថាលេខដែលយើងត្រូវដាក់នៅក្នុងខ្ទង់នីមួយៗហ្នឹងត្រូវតែខុសៗគ្នាបាទអញ្ចឹងលេខដែលយើងត្រូវដាក់មានលេខប្រមាណខ្លះបាទដោយសារគេថាវាជាលេខ3ខ្ទង់អញ្ចឹងកន្លែងមួយខ្ទង់ហ្នឹងដាក់បានតែមួយលេខទេហើយលេខធំបំផុតគឺលេខ9បាទន័យថាចាប់ពីលេខ0រហូតដល់លេខ9បាទលេខ9ហើយកន្លែងនេះយើងអត់អាចយកលេខ0បានទេដោយសារអីបើយកលេខ0ចំនួនហ្នឹងคล้ายជាលេខ2ខ្ទង់វិញយើងមើលលក្ខខណ្ឌបន្តទៀតគេដឹងថាលេខទាំង3ខ្ទង់គឺជាលេខខុសៗគ្នាបាទខ្ទង់ទាំងអស់ហ្នឹងត្រូវតែខុសៗគ្នាណារកតម្លៃ x បើ x ជាចំនួនគុតគូធំបំផុតបាទចំនួនគុតគូគឺកន្លែងលក្ខខណ្ឌនៅខាងក្រោយលក្ខខណ្ឌខាងក្រោយនេះត្រូវធ្វើម៉េចឲ្យលេខគូអញ្ចឹងលេខគូអាចកតុយ0កតុយ2កតុយ4 6ហើយនិង8បាទកតុយវាអាចគូឲ្យធំបំផុតបាទដើម្បីឲ្យធំបំផុតយើងវិភាគលើពាក្យថាធំបំផុតពាក្យថាធំបំផុតកន្លែងនេះគឺវាអាស្រ័យលើខ្ទង់រយរបស់វាកន្លែងនេះលេខខ្ទង់ខាងមុខនេះអញ្ចឹងយើងតឲ្យយកលេខហ្នឹងវាធំបំផុតខាងមុខនេះបាទអញ្ចឹងយកលេខធំបំផុតមានលេខ9បាទអញ្ចឹងកន្លែងហ្នឹងយើងយកលេខ9បាទគ្រូដាក់លេខ9បើលេខ9អញ្ចឹងដើម្បីឲ្យធំបំផុតទៀតបើយើងយកលេខ9ទៀតកន្លែងនេះវាជាន់គ្នាលក្ខខណ្ឌគេថាខ្ទង់ទាំង3ហ្នឹងត្រូវតែខុសៗគ្នាអញ្ចឹងកន្លែងនេះអត់អាចយកលេខ9ទេអញ្ចឹងយើងត្រូវតែយកលេខ8បាទអញ្ចឹងកន្លែងនេះដាក់លេខ8បាទលក្ខខណ្ឌមួយទៀតគេថាវាជាចំនួនគុតគូបាទចំនួនគុតគូយើងដឹងថាបើសិនយើងយកលេខមកដាក់គឺត្រូវតែលេខ0 2 4 6ហើយនិង8ហើយគូនឹងធំបំផុតបើសិនតែយើងយកលេខ8មកដាក់កន្លែងនេះជាន់នឹងអានេះជាន់នឹងលេខ8នេះតែលក្ខខណ្ឌរបស់យើងគេថាលេខទាំង3ខ្ទង់ត្រូវតែខុសគ្នាអញ្ចឹងចំនួនគុតគូហើយអាចធំបំផុតដាក់បានកន្លែងនេះគឺយកលេខ6បាទយកលេខ6មកដាក់អញ្ចឹងកន្លែងហ្នឹងលេខចុងក្រោយគេគឺលេខ6បាទអញ្ចឹងចំនួនដែលយើងត្រូវរកគឺលេខ986បាទតម្លៃ x របស់យើងស្មើប៉ុណ្ណឹងអូខេឥឡូវរបៀបដែលយើងគិតយើងព្រៀងបានប៉ុណ្ណឹងអញ្ចឹងយើងទៅសេចម្លើយមកវិញឥឡូវយើងគិតពីរបៀបទៅសេយើងទៅសេយើងប្រាប់លក្ខខណ្ឌគេមកយើងប្រាប់តម្លៃលេខដែលយើងត្រូវបំពេញខាងមុខគេនេះអញ្ចឹងយើងដាក់ថាដើម្បីឲ្យ x មានតម្លៃធំបំផុតតលតែខ្ទង់100បាទខ្ទង់100ជាលេខ9បាទហ្នឹងលក្ខខណ្ឌទី1លក្ខខណ្ឌទី2ដោយសារតែលេខខ្ទង់នីមួយត្រូវតែខុសគ្នាយើងទៅសេមកហើយ8បាទលក្ខខណ្ឌមួយទៀត x ហ្នឹងជាចំនួនគុតគូធំបំផុតបាទអញ្ចឹងទៅសេ clear ធំបំផុតសិនមក x ជាចំនួនគុតគូធំបំផុតនោះខ្ទង់រាយគឺ6អញ្ចឹងឆ្លើយមកដូចនេះបាទអញ្ចឹងលំហាត់ទី8យើងចប់ប៉ុណ្ណឹង